កណាទាំងខ្ញុំកណាខ្ញុំបានសម្ដែងអំពីប្រវត្តិដើមពោធិព្រឹក្សប្រកេនគុណចាស់ជួនញាតិញោមឲ្យបានជ្រាបគ្រប់ព្រះអង្គគ្រប់គ្នាព្រោះថាជាតំណែងដែលយើងជាពុទ្ធបរិស័ទក៏បីដឹងនៅក្នុងប្រវត្តិដើមពោនេះខ្ញុំកណាខ្ញុំបាទនឹងបានសិក្សានៅក្នុងសិភៅរបស់ភិក្ខុមហាសវណ្ណដែលលោកគង់នៅវត្តពុទ្ធរាំងសីមែលប៊នប្រទេសអូស្ត្រាលីលោកបានប្រែចេញអំពីប្រវត្តិសាស្ត្រដើមពោដែលលោកបាននិមន្តទៅកាន់ពុទ្ធគយាប្រវត្តិសាស្ត្រដើមពោនឹងឯងនៅតម្កល់ក្នុងទីប្រទេសពុទ្ធគយានឹងលោកបានប្រែចេញអំពីប្រវត្តិសាស្ត្រដើមពោនឹងឯងមកជាសិភៅប្រវត្តិពោធិព្រឹក្សជាភាសាអង់គ្លេសហើយនិងភាសាខ្មែរនឹងហើយបានជាធម្មទានខ្ញុំកណាខ្ញុំបាទក៏បានសិក្សាទៅឃើញថាជារឿងថ្មីមួយដែលមិនធ្លាប់បានដឹងមិនធ្លាប់បានជ្រាបគ្រាន់តែធ្លាប់ឮកាលខ្ញុំកណាខ្ញុំបាទទៅថ្វាយបង្គំដើមពោធិព្រឹក្សហ្នឹងដឹងថាជាដើមពោទី4តែប៉ុណ្ណោះតែមិនបានជាសិក្សាឲ្យបានជ្រាបដំណឹងដឹងថាទី1ហ្នឹងយ៉ាងណាមានប្រវត្តិយ៉ាងម៉េចទី2ទី3ហើយនិងទី4ហ្នឹងយ៉ាងណាឥឡូវកណាគុណចាស់ក៏បីបានជ្រាបតទៅដើម្បីជាឧបការៈមួយដល់ព្រះពុទ្ធសាសនាយើងសម្បើមដែរដែលខ្ញុំកណាខ្ញុំបាទពិចារណាទៅគឺចំពោះដើមពោធិព្រឹក្សទី1នេះទានរាប់អាយុតាំងពីកើតដំណើរនឹងព្រះបរមពុរិស័ទមករហូតដល់ពេលស្លាប់ដោយស្នាដៃរបស់នាងមហេសុន្ទរីនេះមានអាយុ352ឆ្នាំទៀតណា352ឆ្នាំក្នុងពុទ្ធសករាជ272ព្រោះ352ដក80ចេញទៅគឺពុទ្ធសករាជ272គឺត្រូវស្លាប់ដើមពោហ្នឹងហ្នឹងបានចាប់ផ្ដើមព្រះបាទធម្មាសោកដែលបានជ្រាបដំណឹងអញ្ចឹងព្រះអង្គឈប់ភ័យឈប់ព្រួយឈប់កង្វល់នឹងបាបកម្មរបស់ព្រះអង្គដែលធ្វើហើយថានឹងមាននិមិត្តអាក្រក់អីដល់ព្រះអង្គអញ្ចឹងព្រះអង្គរៀបចំដីនឹងឲ្យបានស្អាតរួចទៅក៏គង់ធ្វើសមាធិទៀតតាំងសច្ចាធិដ្ឋានដោយមានគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាអារម្មណ៍មួយអន្លើដោយការបដិញ្ញាថាបើមិនមានដើមពោជាថ្មីដោះទេគឺខ្ញុំព្រះអង្គម្ចាស់សុខចិត្តបូជាជីវិតថ្វាយព្រះរតនត្រ័យគឺមិនក្រោកទៅទីដទៃគឺសុខចិត្តស្លាប់នៅមួយកន្លែងអង្គុយហ្នឹងបើមិនមានដើមពោដោះនឹងអត់ខ្ចីរលដើមពោឯណាយកមកដាំទេទៀតហ្នឹងអត់ខ្ចីរលយកមកដាំទេគឺថាតាំងសច្ចាធិដ្ឋានដោយមានជំនឿជឿលើបុណ្យរបស់ព្រះរាជាខ្លួនព្រះអង្គដែលធ្លាប់ធ្វើច្រើនមកហើយកសាងបច្ច័យដីក៏ច្រើនឧបត្ថម្ភនៅសង្គាយនាអីក៏ច្រើនសន្ធឹកសន្ធាប់ណាទៀតនឹងបានសង្គាយនាទី3អីហ្នឹងរួចហើយព្រោះបានបញ្ជូនធម្មទូតទៅផ្សព្វផ្សាយសាសនាហើយមានទាំងដើមពោធិព្រឹក្សហ្នឹងនាំយកទៅដាំនៅសេរីលង្កាបើតាមដំណើរដើមពោដែលយកទៅដាំនៅសេរីលង្កាហ្នឹងថាផ្សំទៅដោយមេឃផងទៀតហ្នឹងហើយដល់ទៅពេលមិនបានប្រហែលថ្ងៃដោយសច្ចាធិដ្ឋានរបស់បាទធម្មាសោកទៀតដើមពោស្រាប់តែដុះឡើងកន្លែងដែលហ្នឹងកន្លែងដើមពោទី1ទៀតដុះចេញពីដីមកស្រស់ស្រស់អញ្ចឹងហើយព្រះរាជាអបបណ្ណាទៅអសម្បើមមានប្រតិរីករាយថាដើមពោទី2ហ្នឹងគឺថាគឺបោះយើងហ្មងដូចថាបោះអាត្មាអញអញ្ចឹងហ្មងដោយអំណាចសច្ចាធិដ្ឋានដើមពោទី2ណាចឹងបានដុះមកអញ្ចឹងទៅព្រះរាជាចាត់ចែងឲ្យធ្វើកំផែងការពារហ្នឹងមមតំអត់ឲ្យអ្នកណាចូលទៅពីទៅផ្ទះទេចូលឆែកឆេមើលក្រែងលោយកថ្នាំពុលថ្នាំអីហ្នឹងទៅចាក់ឲ្យស្លាប់ឲ្យងាប់អីទៀតដូចមុនណាការពារសម្បើមណាស់ហើយព្រះរាជាក៏បញ្ជនកាន់តែច្រើនទៅក៏នៅសบายរីករាយនឹងដើមពោហ្នឹងរឹងរិតតែជ្រះថ្លាជាងមុនទៅទៀតហ្នឹងដូចជាថាដើមពោទី2ហ្នឹងគឺដោយអំណាចសច្ចាធិដ្ឋានរបស់ព្រះអង្គហ្នឹងរហូតដល់ទៅព្រះរាជាសោយទីបង្គត់ណាទៀតរឿងព្រះបាទធម្មាសោកសោយទីបង្គត់ហ្នឹងក៏ជារឿងកំសត់ដែរទៀតហើយនាងបេសករាជសេតាហ្នឹងពេលហ្នឹងគឺ
ព្រះអង្គមិនបានបហាជីវិតទេប៉ុន្តែរឿងក្រោយមកទ្រាំអត់បានទៀតត្រូវបហាជីវិតតលតែបាននាងទេសរៈសេតាហ្នឹងដោយមានដំណើរអំពីព្រះរាជបុត្ររបស់បាទពេលមេសាមួយព្រះអង្គព្រះនាមកុនីលៈហ្នឹងគឺជាបុត្ររបស់ព្រះនាងអសន្ធិមេត្តានឹងឯងដែលព្រះនាងអសន្ធិមេត្តាស្លាប់ទៅនៅមានព្រះរាជបុត្រកុនីលៈនឹងមានបណេតស្អាតតាដាក់ឈ្មោះតាមបក្សីឈ្មោះបក្សីឈ្មោះកុនីលៈនឹងគឺភ្នែកស្អាតហើយព្រះរាជបុត្រនឹងមានបណេតស្អាតដោយបក្សីនឹងក៏ដាក់ឈ្មោះតាមបក្សីនឹងកុនីលៈនឹងហើយឆ្លាតវាងវៃហ្នឹងដល់ទៅពេលធំឡើងក៏បានអភិសេកជាមួយនឹងនាងកញ្ចនៈមេលាប្រែមកថាភួងផ្កាមាសណាទៀតកញ្ចនៈប្រែថាមាសភួងផ្កាមាសនឹងបានជាមហេសីនៃព្រះរាជបុត្រកុនីលៈហ្នឹងប៉ុន្តែមានរឿងអាផតមួយត្រង់ដែលនាងទេសរៈសេតានេះដែលជាមហេសីទី4នៃបាទធម្មាសោកនេះដែលកុនីលៈនេះចាត់ទុកថាដូចជាម្ដាយបង្កើតដែរណាព្រោះត្រូវជាម្ដាយដោយថាម្ដាយចុងយើងសប្ថ្ងៃហៅម្ដាយចុងអញ្ចឹងព្រោះម្ដាយរបស់កុនីលៈហ្នឹងគឺព្រះនាងអសន្ធិមេត្តាហើយក្រោយមកទី4ហ្នឹងគឺនាងទេសរៈសេតាទៀតពេលមួយចូលទៅក្នុងបន្ទប់ដែលព្រះរាជាអត់នៅស្រឡាញ់កុនីលៈណាស្ទុះទៅអោបកុនីលៈពលរៀបរាប់ថាកុនីលៈនឹងស្អាតចេះចុះបបួលកុនីលៈនឹងឯងទៅដោយអសធម្មផ្សេងកុនីលៈស្ដីឲ្យទាំងស្ដីថាទុកដូចជាម្ដាយអីអញ្ចឹងណាមិនត្រូវប្រព្រឹត្តនៅអធัวអីផ្សេងអញ្ចឹងរហូតដល់ទៅចងគំនុំខឹងថាបើមានឱកាសយើងនឹងសម្លាប់តែឯងហ្នឹងខឹងដែលកុនីលៈស្ដីឲ្យហ្នឹងថ្ងៃក្រោយមករកវិធីមិនបានដល់សម្លាប់ទេតែរកវិធីខ្វេះភ្នែករបស់កុនីលៈហ្នឹងនៅពេលដែលព្រះបិតាបាននាំទៅក្រាបថ្វាយបង្គំព្រះយសថេរៈទៀតព្រះយសថេរៈហ្នឹងក៏ជាចម្បងជាអធិបតីក្នុងការរៀបចំតតិយសង្ឃាយនាហ្នឹងដែរព្រះយសថេរៈជាព្រះរហន្តបានជ្រាបថាកុនីលៈនឹងឯងនឹងត្រូវពិការភ្នែកប៉ុន្តែមិនបានក្រាបទូលដំណឹងនឹងទេគ្រាន់តែសូមឱកាសសម្ដែងព្រះធម៌ប្រទានធម៌ឲ្យកុនីលៈនឹងចេះពិចារណាថាភ្នែកនេះជាទីតាំងនៃសេចក្តីទុក្ខជារបស់សូន្យជារបស់ទទេជារបស់បែកធ្លាយឲ្យកុនីលៈនឹងចេះពិចារណាតាំងពីនឹងមកទៀតថ្ងៃក្រោយដែលចេញទៅនៅជនបទដោយក្នុងការនោះថាទៅបង្ក្រាបសត្រូវដល់ទៅពួកអ្នកស្រុកទាំងអស់នឹងឯងថាយើងខ្ញុំមិនមែនជាសត្រូវទេប៉ុន្តែយើងខ្ញុំបះបោនេះដោយសារបះបោជាមួយនឹងមានមន្ត្រីនៅក្នុងស្រុកនឹងឯងធ្វើនៅអំពើអាក្រក់ណាពួកយើងខ្ញុំបះបោនឹងមន្ត្រីអាក្រក់នឹងទេតែខ្ញុំម្ចាស់នឹងនៅតែជាប្រជារាស្ត្រដ៏ល្អរបស់ព្រះរាជាអញ្ចឹងទៅក៏បានលើកតម្កើងកុនីលៈនឹងឲ្យនៅជាធំដើម្បីទំនុកបំរុងសពគ្រប់ស្រឡាញ់កុនីលៈនឹងណាអ្នកស្រុកទាំងអស់ហ្នឹងក៏នៅគង់សប្បាយជាមួយអ្នកស្រុកទៅក្រោយមកនាងទេសរៈសេតានេះខ្លែងសារថាប្របីតានឹងឲ្យខ្វេះភ្នែកហើយសារនឹងទៅប្រថាប់ត្រានឹងនឹងបតនរបស់ព្រះរាជាបតនព្រះរាជានឹងគឺបានជាត្រាក្នុងសម័យហ្នឹងព្រះបាទធម្មាសោកណាទៀតនៅពេលដែលព្រះរាជាទ្រង់ផ្ទុំលក់ណាទៅធ្វើម៉េចឲ្យបានត្រាព្រះរាជាថាត្រូវខ្វេះភ្នែកព្រះរាជបុត្រព្រះរាជានឹងទ្រង់សបិនប្រមាណលើកឲ្យថាស្មាតនឹងចាក់ភ្នែកទាំងពីររបស់កូនភ្ញាក់កញែងកយ៉ាងម្ដងហើយថាកូននឹងឯងសក់វែងអង្គុយកដោចកដែងអីណាយកសពច្រើនលើកណាដល់ទៅពេលនឹងអ្នកស្រុកអត់ហ៊ានធ្វើតាមព្រះរាជសារនឹងទេដោយស្រឡាញ់ព្រះកុនីលៈនឹងប៉ុន្តែក្រោយមកទៀតបាបកម្មដែលត្រូវឲ្យផលណាបាបកម្មត្រូវឲ្យផលកាលពីជាតិមុនកើតជាព្រានទៀតបានចាប់មរឹកបានដែលទឹកកកធ្លាក់ចូលទៅនៅក្នុងកាហាមួយចាប់បានប្រមាណ500សត្វហើយអត់សម្លាប់ទាំងអស់ទេខ្វេះភ្នែកសត្វនឹងលេងហ្មងទៅខ្វេះឲ្យនៅរស់ឲ្យបរិភោគទៅអីទៅថ្ងៃមួយទៅបាបកម្មនឹងឲ្យផលច្រើនជាតិមកជាតិនឹងគឺថាការពារអត់បានទេស្រាប់តែមាន
ព្រាមសមុំសមើវិណាមកវិណាទេថាមកសុំភ្នែកហើយកប់ជួនពេលហ្នឹងកោនាលៈហ្នឹងបានដឹងដំណឹងហ្នឹងលាក់មិនចិត្តហ្នឹងសារហ្នឹងលាក់ចុះលាក់ឡើងបានឃើញដល់បានឃើញអញ្ចឹងទៅឲ្យពួកអ្នកនគរហ្នឹងមកខ្វេះតាមបិតាអ្នកនគរអត់ខ្វេះវាត្រូវអ្នកមកសុំហ្នឹងឲ្យអ្នកនគរហ្នឹងមកខ្វេះឲ្យអ្នកសុំណាព្រាមម្នាក់ថាមានសមុំសមាមរូបខ្មៅមកសុំហ្នឹងឲ្យខ្វេះម្ដងមួយនៅពេលដែលខ្វេះហ្នឹងយកមកដាក់នឹងបាតដៃនៅមានភ្នែកមកខាងមើលពិចារណាឃើញភ្នែកដែលគេតែងជាទីស្រឡាញ់គ្រប់គ្នាឥឡូវគ្រាន់តែជាដុំសាច់មួយជាគ្រឿងបោកបញ្ឆោតសោះពិចារណាដែលធ្លាប់ពិចារណារឿយតាមព្រះយសធេរៈប្រទាននៅកម្មដ្ឋានមកទៀតខ្វេះភ្នែកមួយបានសោតតាទៀតបានពិចារណាឃើញអំពីរបស់ដែលជាទីស្រឡាញ់ហ្នឹងវាគ្រាន់តែជាដុំសាច់មួយសោះអញ្ចឹងណាហើយពិចារណាឃើញវាអត់មានគ្រឿងអីដែលថាជាខ្លឹមសារក្នុងដែលថាជាអត្តាជាទូខ្លួនដែលនឹងគួរឲ្យស្រឡាញ់ក្រៅពីរបស់ដែលផ្សំផ្គុំគ្នាអញ្ចឹងដោយអវយវៈផ្សេងដែលជាទីស្រឡាញ់ហ្នឹងគឺវាមិនមែនស្រឡាញ់ខ្លួនទេគឺស្រឡាញ់អវយវៈដែលផ្សំផ្គុំគ្នាហ្នឹងបានសោតតាឲ្យខ្វេះមួយទៀតបានសក្កតាគាទៀតជាព្រះអរិយបុគ្គលនៅក្នុងពេលនោះឯងក៏បានពោលឡើងឧទានឡើងតែឯងថាយើងបាត់បង់នៅមង្សង្ចក្ខុភ្នែកសាច់ទាំងពីរមែនតែយើងបាននៅបញ្ញាចក្ខុបិតាបានលះបង់យើងមែនតែយើងបាននៅព្រះពុទ្ធជាធម្មរាជាជាបិតាលះបង់យើងឲ្យនៅក្នុងវដ្តសង្សារក៏ដោយកដែងមែនតែយើងបាននៅព្រះនិព្វានជាទីពឹងបានឧទានឡើងក្នុងពេលហ្នឹងណាទៀតហ្នឹងគឺយើងបាត់បង់នៅរាជសម្បត្តិមិនបានទទួលនៅរាជសម្បត្តិព្រោះបិតាបោះបង់យើងចោលក៏ពិតមែនប៉ុន្តែយើងបាននៅធម្មជាសម្បត្តិបាននៅធัวជាសម្បត្តិបាននៅធម្មសម្បត្តិបួតមុខទៀតដែលឧទានឡើងអស់ភ្នែកសាច់តែបានភ្នែកបញ្ញាលះបង់ចោលវដ្តសង្សារមិនមានបិតាតែមានព្រះពុទ្ធជាបិតាហ្នឹងហើយអាចដើម្បីថាលះបង់ចោលនៅក្នុងវដ្តសង្សារមិនបានរាជសម្បត្តិក៏ប៉ុន្តែបាននៅធម្មសម្បត្តិបាននៅពធហ្នឹងជាសម្បត្តិនឹងពិចារណាច្រើនរឿងទៀតនៅក្នុងការដែលបាននៅបញ្ញាចក្ខុនេះប៉ុន្តែក្រោយមកដំណឹងនឹងឯងដោយបានជ្រាបដល់ព្រះរាជាណាព្រះរាជានឹងថាបិតាមិនបានចេញរាជសារឲ្យទៅខ្វេះភ្នែកបុត្រទេបើបិតាចេញរាជសារទៅខ្វេះភ្នែកបុត្រមែននោះគឺថាបិតាសុខចិត្តសម្លាប់ខ្លួនឯងទៅចុះហើយបើសិនជាបិតាបានប្រថាប់ត្រាមែនបិតាសុខចិត្តឆ្កោះនៅបតនទាំងអស់ឲ្យអស់រលែងហើយបដិញ្ញាច្រើនណាស់រួចបានក្រោយមកបានដឹងចឹងបានដឹងតំណឹងថានាងទេសរក្សិតានេះឯងហើយដើម្បីនឹងឲ្យសម្លាប់ចោលនឹងទោះជាកូននេះដែលជាព្រះសក្កតាគេមានបុគ្គលនឹងហាមឃាត់កង្វល់បិតាថារឿងទាំងអស់នេះមិនគួរខឹងខោតបន្ទុកសរាយនឹងណាទេជាបាបកម្មរបស់បុត្រទេហាមឃាត់អត់បានព្រះរាជានឹងវានឹកឃើញដល់រឿងដែលធ្វើឲ្យដើមពោធិ៍ស្លាប់ផងអីផងវាផ្សំគុំគ្នាណាលើកមុនមិនអីដល់លើកក្រោយហ្នឹងឃើញតែនាងនឹងចង្រៃអាក្រក់អាក្រែងអញ្ចឹងឲ្យគេយកនាងនឹងទៅដុតទាំងរស់ហ្នឹងបាទធម្មាសោកហ្នឹងសម្រាប់នាងទេសរក្សិតានឹងទៀតហើយនៅពេលដែលព្រះអង្គសោយទីបង្គត់ហ្នឹងក៏កំសត់ទៀតវត្តរឿងវែងឆ្ងាយក្រោយសង្ខេបទានគុណចាស់នៅពេលដែលចាស់ទៅហ្នឹងចង់ធ្វើទានឲ្យបានច្រើនណាស់ចង់ធ្វើឲ្យបាន100កោដធ្វើបាន96កោដមែនទេស្រាប់ធ្លាក់ខ្លួនឈឺមែនទេហ្មងឈឺខ្លាំងខ្លាមែនទេដល់តែឈឺខ្លាំងមែនទេអញ្ចឹងទៅនៅ4កោដអត់តាន់បានធ្វើក្នុងកាលនោះមានកូនរបស់កុនិលៈនេះកុនិលៈជាសក្តិគេមានបុគ្គលជាមួយគ្នានឹងនាងកញ្ញនមេលានេះណាដែលកាលមុនបានជាអភិសេកទៅមានកូនប្រុសឈ្មោះសម្បទាទៀតសម្បទាហ្នឹងវាត្រូវជាចៅរបស់បាទធម្មាសោកហ្នឹងសម្បទានឹងឯងក្នុងកាលដែលព្រះបិតាចេះតែចំណាយទ្រព្យសម្បត្តិធ្វើទានអត់ទៅមានពួកអ្នកដែលទៅញុះញង់ថាគឺអត់អំពីព្រះរាជាទៅឥឡូវមាននរណាមានព្រះអង្គម្ចាស់ហ្នឹងហើយសោយរាជឥឡូវបើព្រះរាជាឲ្យទានអស់អញ្ចឹងទៅមានទ្រព្យសម្បត្តិឯណាមានអិសរិយយសឯណាបើអស់សម្បត្តិហើយអញ្ចឹងពេលហ្នឹងចៅហ្នឹងសម្បទាហ្នឹងខាត់ហាមព្រះរាជាអត់ឲ្យធ្វើទានទេហាមខាត់ទាំងអស់
មុនដំបូងហ្នឹងនៅសល់តែភាជាអ្នកដែលដាក់អាហារមកហ្នឹងបាយមួយម្ហូបមួយតែពីរព្រះរាជាសោយរួចទៅថ្វាយនៅភាមាសទាំងពីរនឹងឯងដល់ព្រះភិក្ខុសង្ឃនៅកបដារាមថ្វាយអស់ទៅទានអស់ក្រោយមកភាជាអ្នកដីរហូតដល់ទៅលើក្រោយហ្នឹងបានផ្លែកទួតព្រៃមកចង្ហៀងទៀតផ្លែកទួតព្រៃមកចង្ហៀងហ្នឹងឯងបានសាកសួរសេនាបតីអីទៅថាយើងជាអីសេនាបតីហ្នឹងក៏បានព្រះអង្គជាស្ដេចធំអ្នកឯងនិយាយខុសហើយស្ដេចធំអីបានតែកទួតព្រៃមកចង្ហៀងអញ្ចឹងបានពិចារណាសពគ្រប់ទានធัวដែលធ្លាប់ស្ដាប់មកពីរឿងទ្រព្យសម្បត្តិព្រះអង្គព្រះរាជាពិចារណាសបាណាថាមិនកបីសត្វលោកនេះឯងផ្ញើជីវិតជាមួយនឹងទ្រព្យសម្បត្តិទេដែលជារបស់មិនទៀងទាត់ណាទៀតមិនកបីផ្ញើខ្លួនពឹងពាក់ជីវិតជាមួយនឹងរបស់ដែលមិនទៀងទាត់ឡើយឃើញណាមានតែផ្លែកទួតព្រៃមកចង្ហៀងពេលហ្នឹងគឺព្រះជាអត់សោយទេទៀតបាននាំឲ្យរាជបរោះនឹងឯងនាំយកទៅថ្វាយភិក្ខុសង្ឃនាំយកទៅថ្វាយភិក្ខុសង្ឃថានេះគឺជាបច្ឆាផតគឺជាផតរបស់ព្រះរាជាជាចុងក្រោយគឺផ្លែកទួតព្រៃមកចង្ហៀងហ្នឹងគឺអត់មានអីដើម្បីធ្វើទានទៀតទេព្រះយសធេរៈនឹងបានប្រជុំភិក្ខុសង្ឃឲ្យពិចារណាពីសម្បត្តិរបស់ព្រះរាជាហើយពិចារណាពីទឹកបតីរបស់ព្រះរាជាដែលលះបង់នៅរាជសម្បត្តិដើម្បីធ្វើទានហ្នឹងហើយឲ្យយកកទួតព្រៃមជ្ឈិងហ្នឹងបុកឲ្យកបយៈការកៈបុកលាយនឹងបបរប្រគេនភិក្ខុសង្ឃឆាន់គ្រប់អង្គទៀតហើយមុននឹងសោយទីបង្គត់សួរសេនាបតីថាសម្បត្តិចម្ពូទ្វីបនេះជារបស់អ្នកណាថាជារបស់ព្រះរាជាជាធំព្រះបាទធម្មាសោកងើបឡើងបែរទៅកាន់ទិសទាំង4ហើយក៏បានថាសម្បត្តិទាំងអស់នេះក្នុងចម្ពោះទ្វីបនេះគឺសុំវេថ្វាយចំពោះព្រះសង្ឃវេថ្វាយចំពោះទ្វីបដល់ព្រះសង្ឃណាទេបាទធម្មាសោកហ្នឹងរួចទៅក៏សោយទីបង្គត់ទៅតាមយថាកម្មប៉ុន្តែក្រោយមកដែលលើកសម្បត្តិឲ្យសោយរាជនេះបានយកប្រាក់4កោដលាស់យកចម្ពោះទ្វីបមកវិញកំអីចម្ពោះទ្វីបនេះជាបោះសង្ឃស្រេចបាត់ទៀតយក4កោដហ្នឹងបំពេញឲ្យគ្រប់100កោដដែលព្រះរាជាធ្វើទានណាហើយលាស់យកចម្ពោះទ្វីបនេះមកវិញដោយតម្លៃ4កោដនឹងឯងបានឲ្យបាទសម្បត្តិនេះសោយរាជតមកទៅហ្នឹងហើយដែលបាទធម្មាសោកសោយទីបង្គត់ទៅក្រោយមកណាទៀតមានការគ្រប់គ្រងជាធំដោយបរណៈវរមាជាធំនៅនគរមគធៈនឹងគ្រប់គ្រងថែរក្សាដើមពោដើមអីដែលបាទធម្មាសោកអធិដ្ឋានហ្នឹងប៉ុន្តែក្នុងការនោះមានស្ដេចឈ្មោះសាសង្កាទៀតប្រកាសផ្ដាច់ខ្លួនជាឯករាជ្យគ្រប់គ្រងក្នុងខេត្តមួយជាឯករាជ្យនៅប៉ែកខាងកើតនៃប្រទេសឥណ្ឌាសប្តាហ៍ថ្ងៃនេះនៅប៉ែកខាងកើតជាខេត្តមួយឈ្មោះពេងគៀលគឺមានការកាន់នៅសាសនាព្រាហ្មណ៍ហិណ្ឌូក៏មានការសាបសូន្យនៅលៀបសក្ការៈច្រើនណាស់ដោយពុទ្ធបរិស័ទនឹងមករាប់អានធ្វើសក្ការៈបូជានឹងដើមពោធិព្រឹក្សទី2ភាកអើសម្បើមណាបូជាហើយជ្រះថ្លានឹងបរតនត្រ័យក៏សម្បើមដោយអំណាចដើមពោធិព្រឹក្សទី2កើតឡើងនេះបានលើកកងតបមកបំផ្លាញដើមពោព្រោះនៅចិត្តក្បែរហ្នឹងណាទៀតមកដល់ព្រឹបវាយអ្នកយាមការពារខ្ទេចខ្ទីកោះរឹសដើមពោដួលរលំកាប់មេកាប់ស្លឹកដុតខ្ទេចទៀតដើមពោទី2នេះត្រូវវិនិច្ឆ័យដោយព្រះរាជាឈ្មោះសាសង្កានេះដែលកម្មសាសនាព្រហ្មញ្ញសាសនាទៀតចំណែកនេះដើមពោទៀតដើមពោទី2នេះមានអាយុបាន891ឆ្នាំទៀត891ឆ្នាំបូកនឹង352ទៅបាន1243ពីដើមនឹងបាន1243ឆ្នាំនឹងដើមពោទី2នឹងគឺត្រូវស្លាប់ក្នុងពុទ្ធសករាជ1163 1163ណាទៀត1163ពុទ្ធសករាជហើយបូកនឹង80ទៅឃើញអាយុដើមពោពីដើមនឹង1243ឆ្នាំចឹងហើយឲ្យសេនាបតីម្នាក់ហ្នឹងទៅរំលាយពុទ្ធបរិមាវិចិត្រមាត្រសាងជាប្រពុតខ្ចាញ់មាដែលបាទធម្មាសោកកសាងណាទៀត
សេនាបតីនឹងរាប់អានពុទ្ធសាសនាទៀតអត់ហ៊ានទៅរំលាយពុទ្ធបដិមានឹងទេក្រោយមករកវិធីយកដីស្អិតមកបិទពុទ្ធបដិមានឹងឲ្យចិត្តធ្វើដូចជាអត់មានព្រះអញ្ចឹងហើយមកក្រាបទូលប្របាទសង្ការនឹងថារំលាយព្រះអស់ហើយសំតែសบายចិត្តទៀតប្របាទសង្ការក្នុងពេលនឹងស្រាប់តែក្តៅពីក្នុងក្អួតឈាមនឹងស្រស់ស្លាប់នៅកន្លែងហ្នឹងឯងអត់មានត្រឡប់ទៅនគរវិញទេណាស្លាប់ទៅហើយក៏បានជ្រាបដំណឹងដល់ព្រះបាទបរណវរមាដែលជាធំនៅនគរមគធៈនៅទិសខាងនៅទិសខាងជើងមគធៈហ្នឹងនៅខាងជើងពុទ្ធគយាហ្នឹងត្រង់ជ្រាបដំណឹងលើកកងទ័ពមកដើមពោហ្នឹងស្លាប់ហើយស្រេចក៏មានការវាយពួកដែលកងទ័ពពួកសេនារបស់ស្ដេចសាសង្ការដែលងាប់ទៅហើយនឹងចាត់ចាយអស់ទៅមានសេចក្តីសង្វេគតក់ស្លុតប្រតិទៀតបាទបរណវរមាហ្នឹងដល់អញ្ចឹងទៅក៏បានចាត់ចែងរៀបចំដីនឹងឲ្យស្អាតល្អទៅឲ្យទៅរឹតទឹកដោះគោ1000មេគោទៀតយកមកស្រោចទីកន្លែងហ្នឹងតាមរបៀបបាទធម្មាសោកដែលបានដឹងចំណឹងថាត្រូវស្រោចទឹកដោះគោអញ្ចឹងក៏ស្រោចអញ្ចឹងទៅរួចទៅក៏បានសច្ចាធិដ្ឋានដូចប្របាទធម្មាសោកអញ្ចឹងសច្ចាធិដ្ឋានថាបើដើមពោទី3នឹងអត់ដកកន្លែងនឹងទេខ្ញុំម្ចាស់មិនក្រៅទេសុខចិត្តលះបង់ជីវិតបូជាបរតនត្រ័យសច្ចាធិដ្ឋានមិនបានប្រមាណថ្ងៃដើមទី3ដកកន្លែងដែរទៀតដើមទី3ដកកន្លែងដែរព្រះរាជាបរណវរមានឹងសបាយប្រតិដូចបាទធម្មាសោកចឹងចាត់ចែងការពារដូចមុនចឹងទៀតការពារសម្បើមណារឿងកន្លែងដើមពោធិព្រឹកនឹងការពាររហូតដល់សប្តាហ៍ថ្ងៃដើមទី4នឹងក៏ការពារតឹងរឹងណាសប្តាហ៍ថ្ងៃនឹងបើទៅតាមការដែលខ្ញុំកណាខ្ញុំបាទឆ្លត់ទៅនឹងតឹងរឹងអ្នកសុំទានអត់មានក្នុងកន្លែងបរិវេណដែលត្រូវចូលទៅថ្វាយបង្គំព្រះពោធិព្រឹកអត់មានអ្នកសុំទានម្នាក់ហើយប្រទេសឥណ្ឌាកាលណាគុណចាស់ជ្រាបហើយអ្នកសុំទាននឹងគឺសម្បើមណាសម្បើមមែនទែនជនអនាថាអត់ផ្ទះគ្រាន់តែកន្លែងចតឡានហ្នឹងគឺថាទៅទូដេកយកគ្នាហ្មងឡានបើកកណិចបើកទៅកុំទៅពីអ្នកជនអនាថាអត់បាយតាមខ្ញុំបណ្ដាខ្ញុំបាទបានស្ដាប់វិទ្យុមកមាន8ដល់10លានអ្នកទៀតច្រើនជាងមនុស្សស្រុកខ្មែរយើងទៀតគ្រាន់តែអនាថាហើយបើអ្នកសុំទានវិញកំប្រឹងដោយប្រែតអញ្ចឹងងែពោះយកដៃរុកមាត់ប្រាប់តែឃ្លានណាស់ណាហើយសុំស្ញញខ្មៅឆ្ញាញគួរចង់ខ្លាចស្លៀកពាក់សិតតែដីចម្លៀកអំពាក់ហ្នឹងអាណាថាសម្រាប់ណាហើយអ្នកក្រអស់ហ្នឹង40អីងាប់ហើយអាយុខៃមិនមកដល់70អីទេ40ជាងអីហ្នឹងងាប់ប្រហែលខ្មែរយើងដែលសបោបាយ70ផ្លាយអីណា40ងាប់ហើយអ្នកដែលក្រណាហ្នឹងហើយការពារបើជនជាតិឥណ្ឌាចូលទៅតឹងរឹងណាបើបរទេសមិនទៅតឹងរឹងប៉ុន្មានទេសុំច្បាប់សុំអីជ្រួលបួលឲ្យចូលទៅថ្វាយបង្គំហើយអត់ឲ្យមានអ្នកសុំទានទេក្នុងកន្លែងហ្នឹងហើយតាំងការពារហ្នឹងតាំងអំពីយូរហើយតាំងពីប្របាទធម្មាសោកមករហូតដល់មករជ្ជកាលនៃព្រះរាជាណាបរណវរមាបសអរណហើយវរមោសាទៀតហ្នឹងហើយក៏មានការថែទាំរក្សាអញ្ចឹងរហូតដើមពោទី3នេះអត់មានអ្នកណាទៅព្យាបាទកាប់សម្លាប់អីទេមានអាយុបាន1258ឆ្នាំទេដើមពោទី3ណា1258ឆ្នាំគឺត្រូវងាប់ឯងទៀតទៅតាមប្រវត្តិសាស្ត្រដើមពោធិព្រឹក្សដែលចារទុកនៅក្នុងពុទ្ធគយាហ្នឹងថាមានឧត្តមសេនីយ៍ជនជាតិអង់គ្លេសម្នាក់ដែលគាត់ជំនាញខាងបុរាណវត្ថុឈ្មោះវិសើនឹងខាន់ហែមនឹងជនជាតិអង់គ្លេសដែលជាអ្នកស្រាវជ្រាវខាងបុរាណវត្ថុគាត់បានអញ្ជើញទៅប្រទេសឥណ្ឌាហ្នឹងបានគាត់អញ្ជើញទៅកាលពីពុទ្ធសករាជ2415ឃើញដើមពោធិ៍ហ្នឹងក៏ហមស្លឹកហើយ3ឆ្នាំក្រោយគាត់ជើញទៅទៀត2418រុះស្លឹកអស់ដល់2421ដើមពោធិ៍នឹងស្លាប់គាត់ជើញទៅ3ឆ្នាំដល់3ឆ្នាំដល់លើកទី3ដើមពោធិ៍នឹងស្លាប់ហើយមានខ្យល់ព្យុះធំទៀតដូច្នេះចំពោះដើមពោធិ៍ទី3ហ្នឹងមានអាយុ
1258ស្លាប់នៅពុទ្ធសករាជ2421ទៀត2421បើបូកទៅអាយុដើមពោធិទាំង3ហ្នឹង5001ឆ្នាំ3ដើមហ្នឹង5001ឆ្នាំព្រោះ2421បូកនឹង80ទៅ2421បូក8ទៅឃើញ2501ទៀតហ្នឹងហើយនៅពុទ្ធសករាជ2421ហ្នឹងឧត្តមសេនីយ៍ជនជាតិអង់គ្លេសហ្នឹងក៏បានត្រួតត្រាពិនិត្យមើលជុំវិញដើមពោធិព្រឹក្សហ្នឹងទៅរកទៅឃើញមានរកគ្រាប់ទេថារកគ្រាប់ដើម្បីដាំទៅឃើញកូនពោដោះស្រាច់ទៀតមួយដើមកម្ពស់6ថ្នប់មួយដើមកម្ពស់4ថ្នប់ក៏បានយកដើម6ថ្នប់ហ្នឹងមកដាំត្រង់កន្លែងដែរទៀតសុំការអនុញ្ញាតអំពីចៅហ្វាយខេត្តនៅក្នុងខេត្តគិយាសីស័កហ្នឹងណាបានទទួលការអនុញ្ញាតហើយរៀបចំកន្លែងជាថ្មីដាំនៅកន្លែងដែលនឹងឯង6ថ្នប់ហ្នឹងហើយមួយដើមទៀតដែល4ថ្នប់ហ្នឹងដាំនៅទិសឦសានទៀតនៅសប្តាហ៍ថ្ងៃទាំងពីរដើមហ្នឹងចម្ងាយប្រមាណជា50ម៉ែត្រដោយជនជាតិអង់គ្លេសហ្នឹងគិតថាកន្លែងហ្នឹងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រថាប់ឈរសម្លឹងមកដើមពោប៉ុន្តែគាត់ច្រឡំទិសទៀតតាមពិតព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅចំពីខាងកើតទិសខាងកើតដើមពោហើយនេះប្រឆិតទៅឦសាន50ម៉ែត្រនៅសប្តាហ៍ថ្ងៃនឹងអញ្ចឹងក៏បានថែទាំរក្សាមកប្រទេសឥណ្ឌាហ្នឹងគឺថែរក្សាសង្វេគនិយស្ថាន3កន្លែងហ្នឹងសម្បើមណាកន្លែងព្រះអង្គទ្រង់ត្រាស់ដឹងមួយកន្លែងព្រះអង្គសម្ដែងធម្មចក្រនៅចិត្តក្រុងពរាណសីសប្តាហ៍ថ្ងៃហៅសារនេតនឹងមួយហើយនឹងកន្លែងព្រះអង្គបរិនិព្វានមួយទៀតថែរក្សាណាដើម្បីយកប្រាក់ភៀវបរទេសទៅថ្វាយបង្គំដោយពុទ្ធបរិស័ទហ្នឹងគឺថាចូលលុយសម្បើមណាហើយដែលច្រើនជាងគេគឺនៅកន្លែងព្រះអង្គត្រាស់ដឹងហើយកន្លែងព្រះអង្គប្រសូតនៅប្រទេសនេប៉ាល់សប្តាហ៍ថ្ងៃនៅប្រទេសផ្សេងទីឥណ្ឌាកន្លែងព្រះអង្គត្រាស់ដឹងហ្នឹងមនុស្សចូលគឹកទៀតទាំងយប់ទាំងថ្ងៃពេលខ្ញុំកណាខ្ញុំបាទទៅថ្វាយបង្គំក៏ច្រើនអញ្ចឹងហើយកន្លែងព្រះអង្គទ្រង់ត្រាស់ដឹងហ្នឹងកាលព្រះអង្គត្រាស់ដឹងហ្នឹងក៏ក្រោករំពើកញាប់ញ័រផែនដីក៏ច្រើនជាងពេលណាទៀតខ្លាំងខ្លាផ្ការីកតាំងពីព្រះអង្គត្រាស់ដឹងរហូតមកព្រះអង្គសម្ដែងធម្មចក្រនៅតែរីកស្គុះស្គាយអញ្ចឹងហេមវតយៈទៅសបាយការព្រៃតាំងពីព្រះអង្គបានត្រាស់ហ្នឹងព្រៃហើយមកពៀនហ្នឹងមកបបួលសាតាករិយៈទៅសបាយរឿងប្រវត្តិហ្នឹងទេហ្នឹងរីកស្គុះស្គាយសម្បើមណាខុសកាលក៏ផ្កាដែរតាំងពីគល់ដល់ចុងហ្នឹងគឺពេលដែលព្រះអង្គទ្រង់ត្រាស់ដឹងហ្នឹងគឺថាក៏ក្រោករំពើកញាប់ញ័រផែនដីជាងគេហ្នឹងហើយដាំដើមពោហ្នឹងដើមពោទី4ហ្នឹងនៅមកដល់សប្តាហ៍ថ្ងៃមានអាយុ121ឆ្នាំទេហ្នឹងពុទ្ធសករាជ2542នេះដើមពោទី4មានអាយុ121ឆ្នាំហ្នឹងរួមទៅដើមពោទាំង4ដើមហ្នឹងមានអាយុច្រើនណាស់មានអាយុប្រហែល2000សប្តាហ៍ថ្ងៃពុទ្ធសករាជ2542ណាទៀតហ្នឹងបូកនឹង80ទៀតទៅឃើញអាយុដើមពោ4ដើមណាពេលដើមទី4ហ្នឹងមិនទាន់ស្លាប់ឯណានៅមានទំហំ3អោបមនុស្សធំសប្តាហ៍ថ្ងៃហ្នឹងហើយមានកម្ពស់80 ហ្វុតចែកនឹង3ទៅឃើញម៉ែត្រដែរទៀតប្រហែលជា21ម៉ែត្រ7តឹកនៅសប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងគឺថាហើយកន្លែងដើមពោហ្នឹងគឺដោះនៅនឹងផ្ចិតផែនដីព្រះសម្មាសម្ពុទ្ធកកសន្ធោក៏ត្រាស់កន្លែងហ្នឹងព្រះកោណាគមនោក៏ត្រាស់កន្លែងហ្នឹងព្រះកស្សបោក៏ត្រាស់កន្លែងហ្នឹងព្រះសមណគោតមបរមគ្រូយើងក៏ត្រាស់កន្លែងហ្នឹង4ព្រះអង្គហើយថ្វាយបង្គំកន្លែងដើមពោហ្នឹងគឺដូចថ្វាយបង្គំកន្លែងព្រះសម្មាសម្ពុទ្ធ4ព្រះអង្គកន្លងមកហើយអញ្ចឹងនឹងណាទានកណាគុណម្ចាស់សូមជ្រះថ្លាត្រេកអរអនុមោទនាដល់គុណព្រះសម្មាសម្ពុទ្ធណាទានណាសូមអនុមោទនាណាទានខ្ញុំកណាខ្ញុំបាទសម្ដែងប្រវត្តិបាតធម្មាសោកហើយនឹងប្រវត្តិដើមពោធិព្រឹក្សដើម្បីទុកជាឯកសារសម្រាប់ប្រទេសខ្មែរយើងទានដែលបានដកស្រង់ចេញមកអំពីសភេព្រះភិក្ខុមហាសវណ្ណគង់នៅវត្តពុទ្ធរាំងសីម៉ែលប៊នប្រទេសអូស្ត្រាលីដែលលោកចម្លងចេញអំពីប្រវត្តិដើមពោធិព្រឹក្សប្រវត្តិមហាពោធិនៅពុទ្ធគយាទានដែលឯកសារហ្នឹងមានការសរសេររហូតតមកសូមកណាគុណចាស់បានជ្រាបសូមពុទ្ធបរិស័ទបានជ្រាបអំពីដើមពោធិដែលតាំងនៅរហូតដល់ទៅព្រះអង្គមានការសមោធានធាតុណាទៀតដើម្បីនឹងអស់នៅព្រះពុទ្ធសាសនា5000ព្រះសាដោយពុទ្ធសករាជទៀតនឹងចឹងប៉ុណ្ណឹងចាំថ្ងៃស្អែកយើងនឹងសិក្សានៅព្រះធម៌តទៅទៀតទៀតណា